កម្លាំងយោធាថៃបានបង្កើនការវាយប្រហារយ៉ាងខ្លាំងមកលើប្រទេសកម្ពុជានៅថ្ងៃទី15ខែធ្នូឆ្នាំ2025ដោយបានប្រើយន្តហោះចម្បាំង F16 ចូលទម្លាក់គ្រាប់បែកដល់ខេត្តសៀមរាបក្បែរជំរំភាសឹកនៅក្នុងភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំនេះបើយោងទៅតាមក្រសួងការពារជាតិកម្ពុជាសៀមរាបជាខេត្តទី7របស់កម្ពុជាដែលរងការវាយប្រហារពីយោធាថៃបន្ថែមពីលើខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់និងកោះកុងចាប់តាំងពីថៃផ្ដើមបាញ់ផ្លោងចូលកម្ពុជាដំបូងនៅថ្ងៃទី7ខែធ្នូឆ្នាំ2025ក្រសួងការពារជាតិបានឲ្យដឹងថានៅម៉ោង18នាទីយន្តហោះចម្បាំង F16 របស់ថៃបានទម្លាក់គ្រាប់បែកមួយគ្រាប់ទៅលើភូមិសាស្ត្រស្ពានអូជីកក្រោយមកមួយគ្រាប់ទៀតនៅ3នាទីបន្ទាប់នៅទីតាំងដដែលដែលស្ថិតនៅក្នុងខេត្តជាជំរកប្រាង្គប្រាសាទបុរាណដែលជាបេតិកភណ្ឌពិភពលោកដំណើរគ្នានោះនៅថ្ងៃទី15ខែធ្នូដដែលកងកម្លាំងថៃបានបាញ់ផ្លោងនៅអូស្មាច់នៅម៉ោងប្រហែល 4:30 នាទីព្រឹកបន្ទាប់មកបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់ប្រាសាទខ្នា1ម៉ោងក្រោយមកកងទ័ពថៃបានចល័តរថក្រោះឆ្ពោះទៅភូមិជប់អង្គញហើយបានបាញ់គ្រាប់ផ្លោងឆ្ពោះទៅប្រាសាទតាមាន់ធំការបាញ់ផ្លោងបន្ថែមបានវាយប្រហារថ្មដូននិងប្រាសាទតាក្របីនៅម៉ោង 7:06 ព្រឹកម៉ោង 7:35 នាទីកងកម្លាំងថៃបានបង្កើនការវាយប្រហារបន្ថែមទៀតដោយបាញ់កាំភ្លើងធំធន់ធ្ងន់155មីលីម៉ែត្រចូលទៅក្នុងតំបន់ស៊ីវិលនៃទីក្រុងសំរោងនិងបាញ់ផ្លោងបន្តបន្ទាប់ទៀតចូលទៅក្នុងតំបន់អានសេះនិងវាយប្រហារម្ដងហើយម្ដងទៀតដោយប្រើកាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងដែលកំណត់គោលដៅប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាមុនសម្រុកវាយសន្ធប់នៅតំបន់ជុំវិញប្រាសាទព្រះវិហារនៅម៉ោង 9 ព្រឹកថ្ងៃដដែលចំនួនពលរដ្ឋស៊ីវិលកម្ពុជាដែលបាត់បង់ជីវិតបានកើនដល់12នាក់របួស74នាក់និងភៀសខ្លួនជាង40,000នាក់គិតត្រឹមព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV